សម្រាប់មុខវិជ្ជាដែលល្អបំផុតគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងនិងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នឧទាហរណ៍ថាតើយើងចូលចិត្តមុខវិជ្ជានឹងអត់ដែលធ្វើឲ្យយើងរៀនទៅយើងសប្បាយចិត្តហើយរីករាយក្នុងការរៀនជំរាបសួរនាងខ្ញុំឈ្មោះស៊ឺណៃស៊ីមជាអតីតសិស្សអាហារូបករណ៍ Samsung Innovation Campus ដែលបានបញ្ចប់វគ្គសិក្សា CMP Programming និង Big Data ហើយបច្ចុប្បន្ននេះកំពុងបម្រើការងារនៅក្រុមហ៊ុនមួយកន្លែងដែលមានមុខតំណែងជា Data Engineer កាលពីខ្ញុំនៅជានិស្សិតខ្ញុំមានក្តីស្រមៃមួយគឺចង់ធ្វើការនៅក្រុមហ៊ុនស្តង់ដារមួយកន្លែងដែលអាចឲ្យខ្ញុំអភិវឌ្ឍខ្លួនឯងបានហើយបច្ចុប្បន្ននេះក្តីស្រមៃទាំងនេះគឺបានក្លាយជាការពិតគឺខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយកន្លែងដែលមានមុខតំណែងជា Data Engineer សមិទ្ធផលទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ខ្ញុំតាំងពីឆ្នាំទី1មកគួរសមជាមួយនឹងការគាំទ្រពីអាហារូបករណ៍ Samsung ផងដែរសម្រាប់មុខវិជ្ជាដែលល្អបំផុតគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងនិងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នឧទាហរណ៍ថាតើយើងចូលចិត្តមុខវិជ្ជានឹងអត់ដែលធ្វើឲ្យយើងរៀនទៅយើងសប្បាយចិត្តហើយរីករាយក្នុងការរៀនមួយទៀតគឺតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលដល់ឱកាសឲ្យយើងងាយស្រួលក្នុងការស្វែងរកការងារបានងាយស្រួលខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាហារូបករណ៍ Samsung ដោយសារតែអាហារូបករណ៍នេះហើយដែលធ្វើឲ្យខ្ញុំបានរៀននៅអ្វីថ្មីៗចំណេះដឹងថ្មីៗដូចជា Big Data, Python, Machine Learning និង Tools ជាច្រើនទៀតដែលទាក់ទងក្នុងការបង្កើត Dashboard, Data Ingestion, Data Pipeline, Data Analysis និង Data Visualization ហើយនឹង Tools ជាច្រើនទៀតដែលប្រើប្រាស់ក្នុង Data Engineer អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺផ្ដល់ឱកាសឲ្យខ្ញុំបានអនុវត្តក្នុងការងារជាក់ស្ដែងនិងសកម្មភាពជាក់ស្ដែងដែលសារតែអាហារូបករណ៍នេះហើយដែលធ្វើឲ្យខ្ញុំបានចាប់អាជីពក្នុងក្តីស្រមៃរបស់ខ្ញុំបាននៅពេលដែលខ្ញុំទទួលបានការងារគឺខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនទែនដោយសារតែវាគឺជាការងារដំបូងហើយក៏ជាការងារដែលខ្ញុំស្រឡាញ់ផងដែរព្រោះខ្ញុំអាចរកចំណូលបានដោយខ្លួនឯងជាចុងក្រោយសូមអរគុណដល់ក្រុមហ៊ុន Samsung ដែលបានបង្កើតកម្មវិធី Samsung Innovation Campus នេះឡើងហើយវាពិតជាមានន័យណាស់សម្រាប់ខ្ញុំនិងនិស្សិតដទៃទៀតដែលបានសិក្សាលើមុខជំនាញនេះវាប្រៀបដូចជាការផ្ដល់ឱកាសឲ្យខ្ញុំនិងនិស្សិតដទៃទៀតក្នុងការចាប់យកជំនាញដែលខ្លួនឯងស្រឡាញ់បាន